បាទសូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជននៅក្នុងថ្ងៃនេះខ្ញុំបាទសុកសេរីវឌ្ឍនាចារួមជាមួយនាងខ្ញុំប្រកាយច័ន្ទសូមស្វាគមន៍មកកាន់កម្មវិធី Hana TV Home Shopping បាទនៅក្នុងថ្ងៃនេះគឺយើងមានកម្មវិធីពិសេសដើម្បីផ្ដល់ជូនទៅដល់លោកអ្នកដែលយើងខ្ញុំទាំងពីរនឹងធ្វើការណែនាំនៅអាត់កំបាំងនៃការថែរក្សាសម្ផស្សយ៉ាងពិសេសជូនទៅដល់ប្រិយមិត្តទូរទស្សនិកជនបាទនោះគឺ Aurora Masterco ពីប្រទេស Swiss ដែលជាផលិតផលរបស់ក្រុមហ៊ុន Sarangបាទជំរាបសួរពិសេសបាទសុខសប្បាយហើយនេះខ្ញុំក៏សូមគោរពនឹងជំរាបសួរទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនា Hana TV Home Shopping ចាបាទយ៉ាងណាដែរពិសេសមិនមានញ៉ាត់ចានទេការងារបច្ចុប្បន្នបាទនិយាយពីភាពមិនមានញ៉ាត់វិញគឺខ្លាំងតែម្ដងបាទថតខារ៉ាអូខេក៏ច្រើនថតរឿងក៏ច្រើនណាបាទក៏ប៉ុន្តែខ្ញុំបាទសង្កេតមើលទៅពិសេសបាទបកាយចានគឺសម្រស់ស្រស់ស្អាតមែនតើបកាយចានចាប់អារម្មណ៍ចំណុចណាជាងគេនេះខ្ញុំចាប់អារម្មណ៍គឺពណ៌សម្បុររបស់គាត់បាទនេះខ្ញុំជឿជាក់ថាសិល្បករនេះគឺជាសិល្បករទាំងអស់គឺមានបញ្ហាជាមួយនឹងស្បែកដោយសារយើងត្រូវជាមួយនឹងពន្លឺភ្លើងពន្លឺថ្ងៃប៉ុន្តែបើកលែងទៅកាន់រូបសម្រស់របស់កញ្ញាសុកពិសីវិញគឺ perfect ទាំងអស់ចាឥឡូវនេះសូមកលែងមើលសម្រស់ស្បែករបស់គាត់គឺថាឡើងសមាត់រលោងតែម្ដងសរលោងយើងឃើញនឹងផ្នែកក៏មិនតែសម្បត្តិសំចាប់បាក់តិចបានអត់សំបាក់ដៃតិចណាអូបកាយចាន់ហើយទុនតែម្ដងមែនជាកាប់ឡំណែអត់ទេតាមពិតទៅគឺការពិតអញ្ចឹងមែនបាទគឺស្បែកកញ្ញាសុកពិសីមិនត្រឹមតែសស្អាតរលោងទេគឺទុនមកតែម្ដងអញ្ចឹងប្រិយមិត្តទូរទស្សនិកជនប្រហែលជាចង់ដឹងថាកញ្ញាសុកពិសីមានអត្ថប្រយោជន៍យ៉ាងណាខ្លះនៅក្នុងការថែរក្សាសម្ផស្សបាទពិសីសម្ផស្សសំខាន់បែបណាខ្លះទៅចំពោះពិសីអាចជម្រាបជូនទៅដល់ប្រិយមិត្តទូរទស្សនិកជនបានអត់ចាបាននិយាយអំពីសម្រាប់វិញគឺមានសារៈសំខាន់ណាស់មិនមែនសម្រាប់តែខ្ញុំទេចាសម្រាប់មនុស្សទូទៅមិនថាបរិសុទ្ធឬនារីបាទជាការពិតចាតាមពិតទៅនាងខ្ញុំជាមនុស្សម្នាក់ដែលមានមិត្តភ័ក្តិច្រើនចាហើយមិត្តភ័ក្តិរបស់ខ្ញុំភាគច្រើនក៏រៀបការអស់ហើយចានៅតែខ្ញុំចាហើយឃើញថាពេលគាត់ជួបខ្ញុំក៏តែងតែសួរថាហេតុអីបានខ្ញុំនៅតែរក្សាស្បែកបានទីថ្លាចាមិនពិបាកក្នុងការឆ្លើយទេចាពីព្រោះថាទី1ចំណុចទី1គឺយើងត្រូវតែញ៉ាំទឹកឲ្យបានច្រើនបាទខ្ញុំបានញ៉ាំមួយថ្ងៃចាត្រូវឲ្យបងហើយទទួលទានអំណេឲ្យបានគ្រប់គ្រាន់នឹងខ្ញុំខ្វះខាតតិចតួចចាបាននិយាយអំពីចំណុចសំខាន់បំផុតដែលនាងខ្ញុំមិនអាចខ្វះបានគឺ Aurora ចាផលិតផលមកពីប្រទេសស្វីសចាបាតកក់មកពីប្រទេសស្វីសគឺសំខាន់ខាងណានាងខ្ញុំមិនអាចអត់បានចាហើយសម្រាប់ផលិតផលមួយនេះយើងប្រើត្រឹមតែមួយយប់ពេលដែលភ្នាក់ងារឡើងឃើញថាស្បែកមុខចាភ្លឺថ្លារលើបរលោងព្រោះតែជាធម្មតាខ្ញុំគឺជាតារាអញ្ចឹងធ្វើការ make up រាល់ថ្ងៃចាអញ្ចឹងស្បែកយើងតែងតែទទួលរងនៅបញ្ហាច្រើនដូចជាការឡើងមុនព្រោះតែធម្មតាម្សៅមិនមែនថាមិនមានភាពកាត់មុខទេចាហើយក៏ដូចជាឡើងមានអាចរុយអីអញ្ចឹងចាពេល